ខ្ញុំបាត់ OTK ហ្នឹងហើយចឹងថ្ងៃនោះផងដែរគាត់ថាខ្ញុំនឹងមករៀនដល់គ្នាអំពីរបៀបបង្កើត account Gmail ដែល free ចឹងគឺយើងមិនបាច់ចាំទៅជាងយើងប្រើ email មួយគេទេហ្នឹងហើយសារ email យើងសារខូចហ្នឹងហើយចឹងបើសិនជាអ្នកគ្នាមើលវីដេអូនេះគឺថាត្រូវហ្នឹងហើយចឹងខ្ញុំមិនសូវនិយាយយូរទេសារនិយាយយូរវីដេអូយើងកាន់តែយូរហ្នឹងហើយចឹងខ្ញុំនឹងរៀនដល់គ្នាភ្លាមៗដល់ហ្នឹងហើយចឹងជាមកអ្នកគ្នាចូល Gmail មកហ្នឹងហើយបន្តមកទៀតអ្នកគ្នា save ពីថា Google account មកហ្នឹងហើយអូខេជប់ដល់ហើយនេះជួយអ្នកគ្នាយើងឃើញនេះ Google account អ្នកគ្នាចុចវាពឹបមកហ្នឹងហើយហើយបន្តមកអ្នកគ្នាចុចកន្លែងទៅនឹងមកអូខេចឹងវាចេញនឹងរូបហ្នឹងគ្នាយើងចុចនៅកន្លែងអានេះមកហ្នឹងហើយបន្តមកទៀតអីយើងត្រូវយើងចុចកន្លែងនេះបង្កើត account ថ្មីមកហ្នឹងហើយខ្ញុំចុចវាមកអូខេអញ្ចឹងអ្នកគ្នាចង់យក account ឬមកអ្នកគ្នាចង់បង្កើតអ្នកគ្នាចង់បង្កើតអ្នកគ្នាចុចមកកន្លែងនេះមកហ្នឹងហើយចុចវាមកហើយបន្តមកគ្នារកលើនេះមកហ្នឹងហើយចុចវាមកអូខេកន្លែងនេះវាឲ្យយើងដាក់ឈ្មោះអញ្ចឹងខ្ញុំឈ្មោះនេះខ្ញុំដាក់ឈ្មោះខ្ញុំណាហ្នឹងហើយខ្ញុំដាក់ឈ្មោះអូខេចាំហើយនេះអូខេចឹងខ្ញុំដាក់ឈ្មោះ OPM ហ្នឹងទៅគ្នាអញ្ចឹងខ្ញុំចុចវាមកអូខេហ្នឹងហើយអូខេចឹងខ្ញុំដាក់ OPA ចឹងឈ្មោះខ្ញុំដាក់ OPA ហើយណាចឹងគ្នាចុចនេះមកអូខេមកកន្លែងនេះអ្នកគ្នាដាក់វាដាក់ថ្ងៃខែយើងមកយើងដាក់ថ្ងៃខែយើងអីក៏បានដែរហ្នឹងហើយខ្ញុំដាក់ថ្ងៃខែខ្ញុំមកហ្នឹងហើយចឹងគ្នាចង់ដាក់ឆ្នាំប៉ុន្មានក៏បានដែរតែខ្ញុំដាក់ឆ្នាំវាអញ្ចឹងតិចដោយសារតាពេលយើងបង្កើតអីទៅវាអាចលេងចូលលេងអីបានណាខ្ញុំលេងបានអាយុតិចវាបានទេណាខ្ញុំយើងដាក់ឆ្នាំ1900មកហ្នឹងហើយកន្លែងលើនេះគឺជា page ស្រីអាកតានេះអាចជាន់ទី2នេះអាហ្នឹង page ប្រុសនេះខ្ញុំយកប្រុសមកស្រីប្រុសយើងយកទៅមកអូខេចុចវាមកចុចនេះមកហ្នឹងហើយកន្លែងនេះវាឲ្យយើងរើស Gmail អញ្ចឹងយើងចង់បង្កើតខ្លួនឯងក៏បានឬយើងចង់យក Gmail ក៏បានអញ្ចឹងបើសិនគ្នាចង់ចុចយកបង្កើត Gmail ខ្លួនឯងឬមកគ្នាចង់យក Gmail ស្រាប់ហ្នឹងហើយអញ្ចឹងខ្ញុំយក Gmail ស្រាប់ខ្ញុំចុចវាលើមកហ្នឹងហើយចង់យក Gmail មួយណាក៏បានដែរបន្តមកទៀតខ្ញុំចុចនេះមកកន្លែងនេះវាឲ្យយើងវាយ password អញ្ចឹងខ្ញុំសុំវាយ password ចឹងខ្ញុំអូខេបន្ទាប់ពីអ្នកគ្នាវាយ password ហើយអ្នកគ្នាចង់ចុចឲ្យវាឃើញអ្នកគ្នាចុចកន្លែងនេះក៏បានដែរហ្នឹងហើយតែមើលទៅមកអ្នកគ្នាដាក់ logo អ្នកគ្នាហើយអ្នកគ្នា complete ថតទុកផងហ្នឹងហើយអញ្ចឹងយើងចុចនេះវាមកហ្នឹងហើយអ្នកគ្នារងចាំវាមួយផ្លែទៅគឺថាវាចាប់ដល់ចេញអូខេចាំមកអ្នកគ្នាចុចកន្លែងនេះទៀតមកហ្នឹងហើយអូខេបន្តមកទៀតគ្នាចាប់ដល់ចុចនេះមកហើយគ្នាចាំ plate មកហ្នឹងហើយបន្ទាប់ពីយើងចុចនេះបានហើយយើងចូលទៅមើលក្នុង Gmail ទៅឃើញហ្នឹងហើយអញ្ចឹងដោយសារខ្ញុំបង្កើត Gmail អើយយើងដាក់អូខេអញ្ចឹងដោយសារវីដេអូនេះខ្ញុំទៅបង្កើត account ហើយអញ្ចឹងគឺថាខ្ញុំអត់ឲ្យបង្កើតបានទៀតទេហ្នឹងហើយអញ្ចឹងអ្នកគ្នាចុចនេះរហូតទៅហ្នឹងហើយដល់អ្នកគ្នាចុចនេះទី1ហើយដល់នេះទី2អ្នកគ្នាអត់ទៅក្រុមតិចទេអ្នកគ្នានឹងឃើញនេះមួយទៀតអ្នកគ្នាចុចទៅគឺថាអ្នកគ្នាចូលមកមើលនៅក្នុងកន្លែងហ្នឹងមកហើយអ្នកគ្នានឹងឃើញហ្នឹងហើយអញ្ចឹងដោយសារខ្ញុំបង្កើតហើយយើងវាអាចបង្កើតទៀតបានទេហ្នឹងហើយ TK នៃTOK នៃខ្ញុំចឹងបន្ទាប់ពីអ្នកគ្នាបង្កើតហើយអ្នកគ្នាទៅចូលមកនៅក្នុងនេះអ្នកគ្នាជប់នេះគ្នាក៏បើមានទេអ្នកគ្នាដោនទៅតែក្នុងទូរស័ព្ទមួយមានស្រាប់ហ្នឹងហើយចឹងអានោះគឺថាខ្ញុំវាកាត់ម្ដងតែបានទេហ្នឹងហើយចឹងចាក់ឈប់អ្នកគ្នាហើយនេះគ្នាយក account ដែលខ្ញុំបង្កើតហ្នឹងគ្នាយើងនេះអាចមើលបានហ្នឹងហើយបើសិនអ្នកគ្នាចង់នេះអ្នកគ្នាចុចវាបើអ្នកគ្នាឃើញ Gmail អ្នកគ្នាថ្មីអ្នកគ្នាចុចវាមកអូខេគឺវាចូល Gmail គ្នាយើងអូខេចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងហើយអ្នកគ្នាជួបខ្ញុំនៅវីដេអូក្រោយហើយវីដេអូក្រោយអ្នកគ្នាជួបខ្ញុំអ្នកគ្នាកុំភ្លេចជួយចុច like ខ្ញុំឡើងមួយផងហ្នឹងហើយបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយ